បាទសួស្តីបងប្អូនអរគ្នាបាទនេះគឺជា sale បាទតែភាសាបច្ចេកទេសគេហៅថា crossover ហ្នឹងបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះក៏ខ្ញុំឆ្លៀតឱកាសប្រាប់បងប្អូនដែរគាត់យកទៅប្រើប្រាស់គឺខ្ញុំប្រាប់របៀបចូលនិងរបៀបចេញបងប្អូនបាទអញ្ចឹងខ្ញុំឧទាហរណ៍បាទដោយសារ sale នេះគឺខ្ញុំកំណត់ធ្វើការតម្លើងឲ្យមិញហ្នឹងបងប្អូនបាទគឺឆ្លៀតពេលបាទគឺមិនសូវមានពេលទេបាទដោយសារការងារយើងរវល់បាទហើយឥឡូវនេះគឺខ្ញុំប្រាប់បងប្អូនបាទហើយចំពោះ in បាទ in ដែលយើងចេញពី ampli បងប្អូនបាទអញ្ចឹងយើងចេញពី ampli មកយើងចូល crossover យើង hard sell បាទយើងចូល in នេះបាទហើយបន្ទាប់មកយើងចេញពីបាទនេះថាចូលមួយច្រកគឺចេញពីច្រកអញ្ចឹងចេញពីច្រកAF នេះគឺបានន័យថា high បងប្អូនដែលបងប្អូនចំណាំថា eco ហ្នឹងបងប្អូនបាទហើយ low F នេះបានន័យថា low mid ហ្នឹងបងប្អូនបាទអញ្ចឹងគឺមានពីរហ្នឹងបងប្អូនបាទ sell ហ្នឹងគឺយើងហៅថា two way sell two way បងប្អូនបាទបានន័យថាពីរច្រកអញ្ចឹងin បងប្អូនថា in គឺចេញពី ampli មកចូល crossover ហើយយើងចេញពី crossover ដែលយើងហៅថា sell គឺទៅកាន់ driver របស់យើងដូចជា Opolo ដូចជាអីចឹងបងប្អូនបាទនេះគឺ high នេះគឺ mid បងប្អូនគេហៅថា low បាទ high low high បងប្អូនបាទអញ្ចឹងបងប្អូនគាត់ណាប់សារចេញទៅមានតែប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងអរគុណច្រើនបាទបងប្អូនអរគ្នាដែលគ្រប់គ្រងផលិតផលខ្មែរបាទនេះគឺជាផលិតផលខ្មែរបាទ NOYO បងប្អូនបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងហើយបាទអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាជម្រាបលាបាយបាយ